នៅក្នុង sustainability system ចូលដល់រឿងរបស់បងប្អូន AI គ្រាន់តែជា tool ទូចមួយដែលយកមកជួយសម្រួលទៅលើប្រព័ន្ធអគ្គិសនីហេតុអីបានយើងត្រូវការ AI capability tool data ដែលយើង accumulate តាមរយៈ DLC ហ្នឹងយើង collect data ពីប្រព័ន្ធ electrical equipment ពីប្រព័ន្ធ power grid system substation transmission distribution យើងឃើញមាន heterogeneous solution ដែល connect ជាមួយនឹងប្រព័ន្ធអគ្គិសនីហ្នឹងរាប់ម៉ឺនរាប់សែន device ប្រភេទផ្សេងៗគ្នាដែលយើងហៅថាជាប្រភេទ protocol ដែលគេប្រើផ្សេងគ្នាអញ្ចឹងអាទាំងអស់ហ្នឹងត្រូវបកប្រែមានភាពស្មុគស្មាញច្រើនណាស់ AI ណាស់មានសមត្ថភាពទៅ connect ទាំងអស់ AI គ្រាន់តែបម្រើទៅលើការងារ office អាចយកទៅ apply ជាមួយប្រព័ន្ធ smart grid បាននៅអត់ទាន់ទេ sustainability system ត្រូវការ connect ជាមួយនឹង device ត្រូវការបកប្រែច្រើនហើយ AI យើងគ្រាន់តែ communicate ជាមួយមនុស្សនឹង transform data នឹងជួយសម្រួលលើ software មួយចំនួនប៉ុណ្ណោះដូច professor ល្បីៗនៅ Oxford និង Cambridge អីគាត់ជំទាស់ជាមួយនឹងការប្រើប្រាស់ AI ដែលធ្វើឲ្យមនុស្សបាត់បង់ creativity ហ្នឹងគេហៅថា brain wash ដែលយើងផ្ដោតលើការប្រើប្រាស់ AI នឹងច្រើនពេករហូតដល់លែងចេះគិតលែងដឹងថាអ្វីត្រូវអ្វីខុសរឿងហ្នឹងស្រួលយល់អត់មានអីពិបាកយល់ទេបើយើងអ្នកទៅសិក្សានៅសាលាបងប្អូនគាត់ថាស្លៀកពាក់ uniform នឹងដើរទៅសាលាគេថាបងប្អូននិស្សិតប៉ុន្តែមានអ្នកណាមើលដឹងទេថាអ្នកណារៀនចេះអ្នកណារៀនអត់ចេះអត់ដឹងទេប្រើចុះ tool AI ប្រើចុះអត់មានអីខុសទេព្រោះបរិបទបច្ចេកវិទ្យាប្រែប្រួលវិវត្តទៅយ៉ាងម៉េចយើងរៀនសូត្រទៅខ្ញុំក៏ប្រើដែរប៉ុន្តែមើលតាម application មើលតាមពេលវេលាឲ្យបានត្រឹមត្រូវកុំចេះតែប៉ាត់ណាប៉ាត់ណីវានាំឲ្យគ្រោះថ្នាក់ដល់យើងប៉ះពាល់ដល់ការសិក្សាប៉ះពាល់ដល់ creativity របស់ពួកយើងហើយប៉ះពាល់ទៅដល់ការងារនេះដូច solution របស់ VP Start បើយើង base ទៅលើតែបច្ចេកទេសតែមួយមុខគឺយើងអាចធ្វើ solution ដែលអត់មាន competitor យើងលក់បានរហូតដល់រាប់ម៉ឺនហើយអាចចេញទៅទីផ្សារអន្តរជាតិបានទេអញ្ចឹងហើយគឺ idea នេះវាសំខាន់ជាងអ្វីៗទាំងអស់យើងឃើញក្រុមហ៊ុន AI ក៏ base លើ idea ដែរបើសិនជាអត់មាន idea ទេក៏ពួកគាត់អត់អាចប្រមូលផ្ដុំ data អត់អាចប្រើ neural networking ទៅ spread ព័ត៌មាននិង data គាត់ជុំវិញពិភពលោកបានអញ្ចឹងហើយត្រឡប់មក sustainability system យើងវិញធំណាស់ថ្ងៃនេះដែល VP Start achieve បាននេះវាសឹងថាក្រុមហ៊ុន public company ធំមួយចំនួនអត់ទាន់គិតមកដល់ផងអញ្ចឹងវាអត់សំខាន់ត្រង់ថាយើងធំហើយតូចទេសំខាន់ idea យើងខ្លាំងអត់គេអត់ដែរទៅកំណត់ឲ្យយើងក្រុមហ៊ុនទំបង្កើតត្រូវតែគិតបានប៉ុណ្ណេះទេពីព្រោះ idea របស់មនុស្សយើងវាធំជាងពិភពលោកមួយទាំងមូលទៀតអញ្ចឹងហើយបងប្អូនកុំចាំបាច់ទៅប្រៀបធៀបខ្លួនឯងកំពុងតែសិក្សាពួកបងនៅក្នុង professional ត្រូវតែពួកបងនេះគិតបានល្អជាងលោកគ្រូគាត់ត្រូវតែគិតបានល្អជាងយើងត្រឹមត្រូវយើងអត់ទេការគិតគឺគ្មានដែនកំណត់ហើយក៏មិនអាចវាស់វែងត្រឹមអាយុត្រឹមបទពិសោធន៍បានដែរពាក្យថា creative មួយម៉ាត់គឺចេញមកពី universe គឺអ្នកណាក៏អាចគិតបានដែរឲ្យតែយើងគិតក្រៅប្រអប់យើងអាចស្វែងយល់ទៅគឺទៅដល់ដូចគ្នាប៉ុន្តែឲ្យមានលក្ខណៈ logic ដែរមិនមែនជាការល្វើល្វាយទេអ្វីដែលយើង achieve បានក្នុងថ្ងៃនេះវាច្រើនលើសលប់មិនបាច់ធ្វើអត់ទាំងទាន់ទៅហើយអញ្ចឹងមិនបាច់ចាំទៅ plan ឯណាទៅមួយឆ្នាំទៀត5ឆ្នាំទៀតត្រូវធ្វើអីវិវត្តទៅយ៉ាងម៉េចនោះខ្ញុំអត់ដែរខ្វល់ពីព្រោះខ្ញុំគិតថាឲ្យតែរស់បានតែមួយថ្ងៃគិតនាំគ្នាធ្វើកិច្ចការងារនឹងបានតែប៉ុណ្្នឹងឲ្យទៅមុខទៅអារឿងដើរទៅយ៉ាងម៉េចទៀតគឺក្រុមការងារគាត់ចេះដើរទៅហើយប៉ុន្តែសំខាន់ explore idea យើងឲ្យចេញធ្វើម៉េចឲ្យ idea คล้ายទៅជា real world application តែមួយម៉ាត់ហ្នឹងទេដែលត្រូវយើងខ្វល់ច្រើនអញ្ចឹងនៅ VP Start អត់ខ្វល់ត្រង់ថាទៅថ្ងៃក្រោយនឹងវិវត្តទៅធំប៉ុណ្ណាទេពីព្រោះពាក្យថា sustainability system អត់មានពីណាគេ achieve បានទេពិភពលោកមួយទាំងមូលអត់ទាន់មានពីណាគេដើរទៅដល់ sustainable world ទេយើងអត់មានឃើញក្រុមហ៊ុនណាអាចទៅបង្កើត sustainable solution គ្រប់គ្រងទូទាំងពិភពលោកទេដូចយើងនិយាយថាខ្វល់ខ្វាយរឿង AI ផ្ដាច់ទៅប្រព័ន្ធ power grid មួយចេញអត់មានវិស្វករអគ្គិសនី AI ណាចង់អ៊ីនធឺណិតចង់ស្អីដាច់ទាំងអស់មានស្អីខ្លាំងអញ្ចឹងអញ្ចឹងហើយប្រទេសកំពុងអភិវឌ្ឍច្រើនហើយកំពុងតែត្រូវការធម្មពលយើងការងារវិស្វករអគ្គិសនីត្រូវធ្វើម៉េចឲ្យធម្មពលនឹង reliable និង sustainable យើងចំណាំមកនិយាយថាមនុស្សដែលចូលចិត្តនិយាយពីបច្ចេកទេសច្រើនគឺជាមនុស្សដែលអត់យល់ពីបច្ចេកទេសភាគច្រើនអញ្ចឹងហើយបងប្អូនមិនបាច់ចាំខ្វល់ខ្វាយច្រើនទេខិតខំប្រឹងប្រែងសិក្សាស្វែងយល់ពីលោកគ្រូពីបង professional មានឱកាសស្គាល់គ្នាហើយចេញចូលបានអាចសួរនៅកន្លែងនេះគឺយើង transparent គឺយើងអត់មានហាមឃាត់បិទបាំងអីទេបងប្អូនចង់ស្វែងយល់ឃើញវិស្វករអគ្គិសនីគេទៅសេ software ធ្វើការងារតាក់ទងមួយ IT ច្រើនប្រងព្រាតហ្នឹងមិនមែនមកពីជំនាញផ្សេងទេសិតតែវិស្វករអគ្គិសនីភាគច្រើនអញ្ចឹងហើយកុំច្រឡំថាវិស្វករអគ្គិសនីមកដូចរឿងការងារបច្ចេកទេសដែលយើងមើលឃើញក្នុងប្រអប់ទូចមួយវិស្វករអគ្គិសនីបងក៏ជាវិស្វករ
អគិសនីមិនរាប់ពាន់ជំនាញនៅក្នុងនឹងត្រូវមើលឲ្យយល់ទាំងអស់ត្រូវសម្របសម្រួលឲ្យចេញវាដូចតែគ្នាដែរអញ្ចឹងបងប្អូនអាចមើលឃើញបទពិសោធន៍ពួកខ្ញុំមកឃើញអ្វីដែលយើងអាជីវបានបងប្អូនអាចធ្វើបានល្អជាងនឹងទៀតអញ្ចឹងកុំបារម្ភច្រើនរឿងថាអនាគតទៅត្រូវទៅផ្លាស់ប្ដូរពិភពលោកអត់ត្រូវអាការងារយើងត្រូវទៅគិតរឿងដែតដងអញ្ចឹងទេមើលតែអាការងាររាល់ថ្ងៃនេះធ្វើមិនប្រឡងឲ្យជាប់ហ៊ានឲ្យចេះសិនត្រឡប់ទៅកាន់ Sima Journey យើង Sima Journey គឺជា story មួយដែលយើងសរសេរឲ្យបងប្អូនអាច reflect ត្រឡប់ទៅខ្លួនឯងវិញថាកន្លែងណាជាចំណុចខ្វះខាតដែលបងប្អូនអាចរៀនបំពេញទាំងជំនាញ ideology methodology ធ្វើយ៉ាងម៉េចបន្ទាប់ពីនឹងទៅតើបងប្អូនអាចបង្កើតចេញអីមួយដែលខ្លួនឯងបានអត់បើអត់ទេតើចូលរួមជាមួយនឹង journey របស់ VP Start បានអត់ឬក៏ចូលរួមជាមួយនឹង journey របស់ក្រុមហ៊ុនណាមួយដែលអាចចូលទៅក្នុងអ្វីដែលជាជំនាញជា talent ជាទេពកោសល្យរបស់បងប្អូននោះហើយអានេះគឺជាបទពិសោធន៍ដែលឆ្លងកាត់មកគឺយើងអត់មានពីណាគេមកជួយ support ទេ12ឆ្នាំនេះអញ្ចឹងត្រូវឆ្លងកាត់ទៅខ្លួនឯងអញ្ចឹងអត់មានអីចម្លែកទេតែកាលណាយើង creative យើង positive ហើយគ្មានរឿងណាដែលថាធ្វើមិនកើតទេអញ្ចឹងណាអញ្ចឹងបើខ្ញុំធ្វើកើតបងប្អូនក៏ធ្វើបានដូចគ្នាដែរអញ្ចឹងកុំបារម្ភតាក់ទងមួយរឿងនេះគឺខ្ញុំ confident ថាវិស្វករអគ្គិសនីអាចធ្វើបានច្រើនលើសលប់